បាទពិព័រណ៍កម្ពុជាលើកទី10សូមស្វាគមន៍ហើយក៏ជម្រាបសួរពុកម៉ែបងប្អូនដែលរស់នៅក្នុងប្រទេសខ្មែរនិងប្រទេសជប៉ុនអរគ្នាផងដែរបាទសម្រាប់កម្មវិធីពិព័រណ៍កម្ពុជាលើកទី10នេះគឺតាំងពីព្រលឹមមកគឺមានមនុស្សចូលរួមច្រើនអញ្ចឹងដូចយើងមើលក្នុងរូបភាពដំបូងនេះគឺយើងបើកឆាកចូលច្រកដំបូងមកឃើញមនុស្សច្រើនស្រាប់ហើយបើមើលពីទិដ្ឋភាពលើអាកាសទៀតឃើញមនុស្សរញ៉េពេញនឹងអញ្ចឹងបាទតម្រង់ជួរចូលស្តង់ចូលហាងចូលអីច្រើនហើយបើយើងមើលពីទិដ្ឋភាពខាងក្រោយនេះវិញគឺក្រោយស្តង់មានដើមឈើច្រើនម្លប់ហើយមនុស្សបងប្អូនក៏ចូលរួមញ៉ាំអាហារជួបជុំគ្នាហើយទិដ្ឋភាពនេះគឺច្រើនកុះកច្រើនអញ្ចឹងបាទមនុស្សច្រើនហើយដូចឆ្នាំមុនអីគេវាស់ស្ទង់ទៅគឺមនុស្សប្រហែលជា100000នាក់ជាងក៏ប៉ុន្តែឆ្នាំនេះមានជប៉ុនមានអង្គការមានស្ថាប័នក៏ថាអាចនឹងលើសនឹងច្រើនទៀតហើយអាចថាច្រើនម៉ឺននាក់ដែរអញ្ចឹងហើយសំខាន់អស់ពីមនុស្សច្រើនយើងចូលមកដល់ស្តង់ខ្មែរម្ដងបាទគឺមានតង់ខ្មែរយើងច្រើនហើយក៏មានម្ហូបអាហារខ្មែរយើងច្រើនតាំងពីអន្សមតាំងពីសាច់អាំងបបរកាទៀវនំបញ្ចុកនិយាយទៅគឺរបស់ខ្មែរច្រើនហើយស្តង់ខ្មែរស្តង់ម្ហូបក៏ច្រើនខ្ញុំអត់អាចរាប់ឈ្មោះអស់ទេក៏ប៉ុន្តែដឹងថាមាន10ស្តង់ជាងសម្រាប់ម្ហូបហើយក៏មានភេសជ្ជៈផលិតផលក៏មានលក់វត្ថុអនុស្សាវរីយ៍មានអីច្រើនបាទតាក់ទងនឹងរបស់ខ្មែរយើងចឹងគឺជាឱកាសល្អមែនទែនដែលយើងបានផ្សព្វផ្សាយច្រើនតាំងពីវប្បធម៌តាំងពីម្ហូបតាំងពីរបស់របរផលិតផលតាំងពីអីច្រើនហើយមិនត្រឹមតែជនជាតិខ្មែរទេសូម្បីតែជនជាតិជប៉ុនក៏គាត់យកផលិតផលខ្មែរយកមកផ្សព្វផ្សាយហើយក៏បានលក់លើទីផ្សារជប៉ុនច្រើនដែរហើយក៏មានបងប្អូនតាំងពីជនជាតិជប៉ុនជនជាតិអ្នកដទៃទៀតក៏ជួយគ្រប់គ្រងដែរចឹងបាទហើយក៏មានតាំងពីផលិតផលល្បីៗផងខ្មែរយើងផលិតផលក្រកស្វាយចន្ទទីផលិតផលម្រេចហើយក៏មានជនជាតិជប៉ុនគាត់ទៅផលិតស្រានៅក្នុងស្រុកយើងហើយយកមកលក់នៅលើទីផ្សារជប៉ុនហើយក៏មិនត្រឹមតែប៉ុណ្ណោះក៏មានសិល្បៈស្បែកក៏មានសិល្បៈផ្សេងទៀតហើយក៏មានវប្បធម៌អរិយធម៌ខ្មែរហើយក៏មានអង្គការមានស្ថាប័នហើយក៏មានឧបករណ៍ខ្មែរក៏មានវង់ភ្លេងខ្មែរជាពិសេសនោះគឺមានកៅអៅខ្មែរឈុតខ្មែរប្រពៃណីខ្មែរដែលមានសម្អាងការនៅក្នុងប្រទេសជប៉ុននឹងដែលគាត់ជួយរៀបចំកៅអៅប្រពៃណីខ្មែរយើងហើយក៏ឲ្យបងប្អូនខ្មែរយើងបានស្លៀកពាក់ផ្លាស់ប្ដូរច្រើនដែរអញ្ចឹងបាទហើយលើសពីនេះទៀតអ្វីដែលសំខាន់ជាងគេនោះគឺមាន stage មានឆាកមួយនៅកម្មវិធីនឹងដែរហើយក៏មានអ្នករបាំតាំងពីក្មេងតាំងពីមនុស្សធំហើយមានរបាំសម្បូរបែបតាំងពីតែថោងតោងស្បៃនឹងនាគតាំងពីរបាំជូនពររបាំច្រើនបាទចង់ថាប្រពៃណីខ្មែរយើងគឺមានច្រើនខ្ញុំរៀបរាប់អត់អស់ទេហើយក៏មានការចូលរួមសហការជួយគ្នាទៅវិញទៅមកច្រើនតាមនឹងដែរអញ្ចឹងបាទហើយជាពិសេសនោះក៏មានក្រុមតន្ត្រីគឺ band ផុសជប៉ុនហ្នឹងក៏គាត់មកមានការវិភាគនៅក្នុងកម្មវិធីនឹងដែរហើយគាត់ក៏ព្យាយាមរៀនភាសាខ្មែរហើយគាត់ក៏ជួយផ្សព្វផ្សាយពីខ្មែរហើយគាត់ក៏សហការជាមួយខ្មែរបានច្រើនបានអតាមនឹងដែរអញ្ចឹងបាទហើយជាពិសេសទៀតនោះគឺយើងក៏មានការជួបជុំគ្នាតិចតួចកម្មវិធីចុងក្រោយអញ្ចឹងបាទក៏មានតារាមាន idol ក៏មាន idol មានតារាចម្រៀងល្បីៗមកពីខ្មែរដែរអញ្ចឹងដែលគាត់ខំប្រឹងមកជួយផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុនហើយក៏បានមកជួបជុំបងប្អូនខ្មែរយើងហើយក៏បានសប្បាយរំសានរីករាយបទូអារម្មណ៍បន្ទាប់ពីការងារនឿយហត់បន្ទាប់ពីការសម្រាកបន្ទាប់ពីយើងមកស្រុកគេក៏ឃ្លាតឆ្ងាយពីស្រុកខ្លួនឯងអញ្ចឹងទៅយើងមានតែឱកាសពិធីបុណ្យពិព័រណ៍កម្ពុជាហ្នឹងហើយដែលជាពិធីបុណ្យធំជាងគេនៅប្រទេសជប៉ុនហ្នឹងដែល